រុក្ខជាតិលម្អ4ប្រភេទដែលគេនិយមដាំនៅក្នុងសួនច្បារប៉ុន្តែល្អខ្លាំងណាស់សម្រាប់ធ្វើថ្នាំការនិយាយអំពីវិជ្ជសាស្ត្រត្រូវបានផ្សារភ្ជាប់ជាមួយនឹងឱសថនិងរុក្ខជាតិដែលអាចប្រើប្រាស់ជាថ្នាំការដាំដើមឈើលម្អនៅក្នុងផ្ទះគឺជារឿងដែលល្អតែរុក្ខជាតិលម្អខ្លះមិនត្រឹមតែធ្វើឲ្យបរិស្ថានស្អាតតែប៉ុណ្ណោះទេថែមទាំងអាចព្យាបាលជំងឺនិងជួយសង្គ្រោះមនុស្សថែមទៀតផងខាងក្រោមនេះជារុក្ខជាតិលម្អ4ប្រភេទដែលអ្នកគួរតែដាំនៅក្នុងផ្ទះ1 Polycia fruticosa Polycia fruticosa ត្រូវបានគេដាំដុះនៅក្នុងសួនច្បារសម្រាប់គោលបំណងលម្អហើយវាក៏អាចយកទៅធ្វើជាសាឡាត់ដើម្បីញ៉ាំបានដែរឬរុក្ខជាតិនេះមានរសជាតិផ្អែមជូរចត់បន្តិចមានលក្ខណៈសម្បត្តិធ្វើជាថ្នាំត្រជាក់ជួយបើកម្លាំងនិងបញ្ចុះទឹកនោមអ្វីដែលពិសេសនោះគឺគ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិមួយនេះចាប់ពីដើមមែកនិងស្លឹករហូតដល់ឫសនិងសម្បកសុទ្ធតែអាចកែច្នៃធ្វើជាឱសថបានទាំងអស់2 Honeysuckle Honeysuckle ជារុក្ខជាតិលម្អដ៏ពេញនិយមនៅតាមសួនច្បារសប្តាហ៍ថ្ងៃនេះមានមនុស្សជាច្រើនដែលតែងតែដាំវានៅក្នុងបរិវេណផ្ទះរុក្ខជាតិលម្អនេះថែមទាំងអាចផ្ដល់ក្លិនក្រអូបស្រស់ស្រាយនិងផ្ដល់អារម្មណ៍រីករាយដល់មនុស្សដែលហិតក្លិនវាផងដែរ Honeysuckle ក៏ជាឱសថបុរាណសម្រាប់បញ្ចុះកម្ដៅនិងបន្សាបជាតិពុលដែលនេះជាឱសថបុរាណដែលគ្រូបុរាណតែងតែប្រើប្រាស់រីឯផ្ការបស់វាអាចយកទៅសម្ងួតធ្វើជាតែឬធ្វើនំដែលមានរសជាតិឆ្ងាញ់និងមានជីវជាតិល្អសម្រាប់សុខភាព3 ជីអង្កាមជីអង្កាមគឺជារុក្ខជាតិក្រអូបដែលជាទូទៅគេយកវាទៅធ្វើជាគ្រឿងផ្សំនៅក្នុងរបបអាហារតែក្រៅពីនេះវាក៏មានអត្ថប្រយោជន៍ដ៏អស្ចារ្យផ្សេងទៀតដូចជាក្លិនរបស់វាមានឥទ្ធិពលសម្រាប់មេរោគនិងបណ្ដេញក្លិនមិនល្អផ្សេងៗនៅក្នុងខ្យល់ជួយកាត់បន្ថយភាពនឿយហត់ជួយធ្វើឲ្យខួរក្បាលស្រស់ស្រាយនិងធ្វើឲ្យមនុស្សមានអារម្មណ៍រីករាយនិងប្រុងប្រយ័ត្នជាងមុន4ប្រទាលកន្ទុយក្រពើ Aloe vera ឬប្រទាលកន្ទុយក្រពើគឺជារុក្ខជាតិតុបតែងដ៏ពេញនិយមរុក្ខជាតិលម្អនេះមិនមានរូបរាងគួរឲ្យទាក់ទាញប៉ុន្មានទេប៉ុន្តែមានមនុស្សជាច្រើនចូលចិត្តរក្សាវាទុកមូលហេតុមួយនោះគឺដោយសារតែវាងាយស្រួលនៅក្នុងការដាំនិងមានភាពធន់នឹងគ្រោះរាំងស្ងួតបានល្អរុក្ខជាតិលម្អនេះត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងជីវិតប្រចាំថ្ងៃដូចជាយកទៅធ្វើជាភេសជ្ជៈបង្អែមឬដាក់នៅក្នុងអាហារថែមទៀតផងលើពីនេះវាក៏ជាផលិតផលថែរក្សាសម្រស់និងស្បែកដ៏មានប្រសិទ្ធភាពផងដែរសូម្បីតែពេលអ្នករលាកភ្លើងក៏អាចយកវាមកប្រើជាឱសថដើម្បីស្អំនៅលើមុខរបួសដើម្បីកាត់បន្ថយការឈឺចាប់ផងដែរ